ជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្វាគមន៍មកកាន់ Channel សម្រាប់រឿងរបស់ Admin Mochita ជួបគ្នាជាមួយ Admin ម្ដងទៀតក្នុងសាច់រឿងមុនស្នេហ៍កំឡោះម្ដាយគេយប់ក្នុងភាគ7ទាំងអស់គ្នាយើងបានដឹងហើយថាយានស៊ីជាមួយនឹងអិនថងមានការណាត់ជួបជាមួយនឹងលោកគ្រូជើងនៅម៉ោង10កន្លះប៉ុន្តែដោយសារតែគេភ្ញាក់មកម៉ោង10កន្លះបាត់ហើយអញ្ចឹងពេលដែលពួកគេបានមកដល់មុខផ្ទះរបស់លោកគ្រូជើងនឹងព្យាយាមចុចកណ្ដឹងផ្ទះរបស់លោកគ្រូជើងប៉ុន្តែมันមានអ្នកណាឆ្លើយតបទេដោយសារតែយានស៊ីមានការប្រជុំធម្មតាអញ្ចឹងហើយគេត្រឡប់ទៅវិញសិនហើយចាំនៅពេលចប់ពីការប្រជុំហើយគឺគេនឹងត្រឡប់មកសុំទោសលោកគ្រូជើងតែដល់ពេលដែលយានស៊ីជាមួយនឹងអិនថងចាក់ចាញ់ទៅបានស្រាប់តែលោកគ្រូជើងនឹងគាត់បើកទ្វារចេញមកមើលទៅដូចរឿងស្លន់មិនទេហើយមិនតបានផ្លាស់ប្ដូរសម្លៀកបំពាក់ទេគឺមកតែឈុតគេងតែម្ដងព្រោះអីគាត់ទៅតែងើបពីគេងដែរហ្នឹងលោកគ្រូជើងគាត់ស្រែកសួរប្រពន្ធរបស់គាត់ពីក្រៅផ្ទះទៅថាមិនក៏កណ្ដឹងផ្ទះរបស់គាត់នឹងដាក់មូតទៀតហើយតែប្រពន្ធគាត់ក៏ថាឲ្យគាត់វិញហ្នឹងគឺគាត់នឹងមិនជួសជុលខ្លួនឯងតែបើនិយាយចឹងលោកគ្រូជើងបានខកការណាត់ជួបជាមួយនឹងយានស៊ីដែរហ្នឹងហើយយានស៊ីក៏មានការប្រជុំជាមួយនឹងម្ចាស់ភាគហ៊ុននៅក្នុងក្រុមហ៊ុនរបស់គេដែលយានស៊ីធ្វើការសុំទោសទៅកាន់ម្ចាស់ភាគហ៊ុនទាំងអស់ហ្នឹងគឺដោយសារតែគេមិនទាន់អាចសហការជាមួយនឹងលោកគ្រូជើងបានទេម្ចាស់ហ៊ុនខ្លះក៏ថាឲ្យយានស៊ីព្រោះអីយានស៊ីធ្លាប់បានសន្យាថានឹងបញ្ចុះឲ្យលោកគ្រូជើងហ្នឹងមកសហការជាមួយនឹងក្រុមហ៊ុនរបស់គេនៅក្នុងការ develop ថ្នាំបាណាណាស្រីរបស់ពួកគេដែលកំពុងតែស្ថិតនៅក្នុងការពិសោធន៍មួយហ្នឹងដើម្បីត្រៀមដាក់លក់នៅលើទីផ្សារចឹងពួកគេក៏សន្មតចង់បោះបង់អា project មួយហ្នឹងចោលយានស៊ីមិនទាន់ហ៊ានបញ្ជាក់អះអាងនៅក្នុងរឿងមួយហ្នឹងនោះទេគឺគេបានត្រឹមតែចូលស្ដាប់ការជជែកវែកញែករបស់ម្ចាស់ភាគហ៊ុនទាំងអស់ហ្នឹងតែពេលហ្នឹងក៏មានម្ចាស់ហ៊ុនម្នាក់គាត់បានលើកជាយោបល់ថាគាត់មានដំណោះស្រាយប៉ុន្តែយើងក៏មិនទាន់ដឹងថាជាដំណោះស្រាយអីដែរហើយជួយនេះវិញគេក៏សម្រាប់វិការប្រជុំមួយផ្លែតហើយក៏មកជួបជាមួយនឹងអ៊ុនថងដែលកំពុងតែអង្គុយតុកសិចម្នាក់ឯងហ្នឹងអ៊ុនថងទទួលជ្រាបថាការប្រជុំមួយហ្នឹងគឺតាំងតែងខ្លាំងមែនតើហើយគេក៏ឆ្ងល់ថាមិនក៏ในការ develop ទៅលើផលិតផលថ្មីសោះហ្នឹងមិនក៏មានការជជែកវែកញែកតាំងតែសាយកគ្នាអញ្ចឹងជួយបញ្យល់ប្រាប់អ៊ុនថងថាមកពីការផលិតថ្នាំបាណាណាស្រីមួយហ្នឹងត្រូវចំណាយទាំងធនធានមនុស្សនិងធនធានសម្ភារៈឲ្យជាច្រើនហើយរហូតដល់ឥឡូវ project មួយហ្នឹងវាមិនទាន់ចេញជាលទ្ធផលមកអញ្ចឹងហើយវាជាធម្មតាដែលម្ចាស់ភាគហ៊ុនទាំងអស់ហ្នឹងគេចង់បានលុយចង់បានប្រាក់ចំណេញនៅក្នុង project មួយហ្នឹងអ៊ុនថងដឹងរឿងអញ្ចឹងហើយគេក៏បានបន្តខ្លួនឯងដែលបានកេងជ្រុលអញ្ចឹងខកការណាត់ជួបជាមួយនឹងលោកគ្រូជើងតែជឿចូលក៏លួងលោមអ៊ុនថងក៏មកបន្តលើខ្លួនឯងបែបហ្នឹងអាយានស៊ីហ្នឹងមកឃើញពីភាពស្និទ្ធស្នាលរបស់អ៊ុនថងជាមួយនឹងឈឺចូលហ្នឹងស្រាប់តែហៅអ៊ុនថងឲ្យទៅ office គេជាបន្តហើយបន្តមកទៀតទៅយើងបានដឹងថាការប្រជុំមុនហ្នឹង shareholder ទាំងអស់ហ្នឹងបានទុកឱកាសឲ្យយានស៊ីហ្នឹងរយៈពេល5ថ្ងៃដើម្បីធ្វើការបញ្ចុះបញ្ចូលលោកគ្រូជើងបើការងារមួយហ្នឹងមិនបានសម្រេចទេគឺពួកគេនឹងផ្អាកដំណើរការនៅក្នុងការ develop ថ្នាំបាណាណាស្រីហើយលោកគ្រូជើងនេះវិញគាត់កំពុងតែគូសអីលឹបលោនៅលើกระดาษម៉ាសាឡារបៀបថាលាក់លៀមខ្លាំងមែនតើពេលដែលប្រពន្ធរបស់លោកគ្រូជើងបានលើកតែមកលោកគ្រូជើងក៏យកអាกระดาษហ្នឹងលាក់ក្រោមសភៅសិនតែដោយសារតែនៅខាងក្រៅគឺមានអ្នកគូទ្វារផ្ទះគាត់អញ្ចឹងប្រពន្ធលោកគ្រូជើងក៏ចេញទៅបើកទ្វារផ្ទះគាត់តែប្រពន្ធរបស់គាត់ដើរចេញលោកគ្រូជើងហ្នឹងគាត់ក៏យកអាกระดาษមុនហ្នឹងបត់ជា3ជា4ហ្នឹងលាក់ក្នុងអាវរបស់គាត់ទៅហើយចំពោះអ្នកដែលមកគូទ្វារផ្ទះរបស់គាត់មុនហ្នឹងគឺជាអ៊ុនថងជាមួយនឹងយានស៊ីគឺពួកគេចង់មកសុំទោសលោកគ្រូជើងហ្នឹងឯងហើយលោកគ្រូជើងហ្នឹងគាត់ក៏គិតថាហ្នឹងគឺជាកំហុសរបស់គាត់នៅក្នុងការខកខានការណាត់ជួបតែគាត់មិនទាន់បាននិយាយថាជាកំហុសរបស់គាត់នោះទេបើជាអ៊ុនថងនិយាយមុនថាគឺដោយសារតែពួកគេហ្នឹងបានកេងជ្រុលដូច្នេះហើយទៅធ្វើឲ្យខកខាននឹងឯងមានណាស្រាប់តែលោកគ្រូចឹងហ្នឹងធ្វើជាស្ដីបន្តឲ្យពួកគេថាឲ្យវាយហ្មងបែរតែគាត់បានស្ដីឲ្យយានស៊ីជាមួយនឹងអ៊ុនថងហើយប្រពន្ធរបស់គាត់ហ្នឹងក៏លើកតែមកប្រពន្ធរបស់លោកគ្រូចឹងហ្នឹងស្ដីឲ្យលោកគ្រូចឹងដែលមិនព្រមជួសជុលកណ្ដឹងទ្វារផ្ទះហ្នឹងដែលលំបាកឲ្យពួកគេហ្នឹងមកជួបជាមួយលោកគ្រូចឹងម្ដងទៀតទៅកន្លែងហ្នឹងប៊ីបាយធ្លាយហើយប៉ុន្តែលោកគ្រូចឹងគាត់និយាយបន្លប់វិញហើយគាត់ក៏អូសយានស៊ីជាមួយនឹងអ៊ុនថងមកនិយាយគ្នានៅខាងក្រៅផ្ទះគឺគាត់ចង់ឲ្យយានស៊ីហ្នឹងប្រកួតប្រជែងជាមួយគាត់បើសិនជាយានស៊ីឈ្នះនៅក្នុងការប្រកួតប្រជែងមួយហ្នឹងគាត់នឹងព្រមចុះកុងត្រាជាមួយនឹងក្រុមហ៊ុនរបស់យានស៊ីតែគាត់ក៏ហុចអាកដាស់មួយស្លឹកដែលគាត់បានគូព្រៀងមុនហ្នឹងឲ្យពួកគេទាំងពីរនាក់ហ្នឹងមើលតែយើងក៏អត់ទាន់ដឹងថាកដាស់មួយស្លឹកហ្នឹងសរសេរពីអីដែរហើយយើងមកមើលអ្នកគ្រូប៉ែតលីម្ដងដែលគាត់ទៅតែទទួលបានតនន័យថ្មីពីក្នុងខ្លួនអ៊ុនថងជាមួយនឹងយានស៊ីដែលរដងពួកគេបានកេងលក់ដែលមិនដឹងខ្លួនក្នុងរយៈពេលខ្លីតែតនន័យដែលទៅទទួលបានហ្នឹងបានបញ្ជាក់ថាបើសិនជាជំងឺរបស់ពួកគេនៅតែបន្តបែបហ្នឹងទៀតគឺពួកគេមិនត្រឹមតែកេងលក់ដែលមិនដឹងខ្លួននោះទេអាចនឹងកេងលក់ក្នុងរយៈពេលដ៏យូរទៀតឥឡូវយើងមើលអ៊ុនថងវិញគេកំពុងតែអង្គុយនិយាយគ្នាជាមួយនឹងមិត្តភ័ក្តិរបស់គេហ្នឹងដែលពួកគេហ្នឹងក៏បានសួរនាំពីរឿងដែលទៅជួបជាមួយនឹងលោកគ្រូចឹងហ្នឹងអញ្ចឹងអ៊ុនថងឲ្យប្រាប់ទៅថាបានទៅជួបមែនប៉ុន្តែគឺលោកគ្រូចឹងហ្នឹងបានដាក់លក្ខខណ្ឌឲ្យយានស៊ីហ្នឹងធ្វើការប្រកួតឲ្យឈ្នះជាមួយនឹងគាត់សិនទើបគាត់ហ្នឹងព្រមចុះកុងត្រាហើយតាមពិតទៅការប្រកួតហ្នឹងគឺជាការប្រកួតរាល់តែអ៊ុនថងជាមួយនឹងយានស៊ីបានបើកឃើញពីអាកដាដែលលោកគ្រូចឹងហ្នឹងប្រកួតឲ្យគេមើលហ្នឹងឃើញថាជាការប្រកួតរាល់ប៉ុន្តែពួកគេមិនបាននិយាយលឺឲ្យលោកគ្រូចឹងហ្នឹងបានដឹងនោះទេយានស៊ីគ្រាន់តែឃើញចឹងគេបានបដិសេធជាមួយនឹងការប្រកួតប្រជែងមួយហ្នឹងហើយអ៊ុនថងក៏បានព្យាយាមបញ្ចុះបញ្ចូលឲ្យយានស៊ីហ្នឹងចូលរួមប្រកួតទៅតែយានស៊ីនៅតែមិនបដិសេធបញ្ចូលរួមព្រោះអីគេគឺជា CEO ឲ្យគេហ្នឹងទៅរាំជាសាធារណៈមិនកើតយ៉ាងណាក៏ដោយលទ្ធផលជាចុងក្រោយគឺយានស៊ីបានយកព្រមជាមួយនឹងការរាំប្រកួតប្រជែងមួយហ្នឹងហើយយើងមិនដឹងថាអ៊ុនថងជាអ្នកសម្រេចចិត្តទៅលើការប្រកួតមួយហ្នឹងឬមួយក៏យានស៊ីជាអ្នកសម្រេចចិត្តឲ្យខ្លួនឯងនោះទេលីឆោបន្ទាប់ពីបានដឹងរឿងហ្នឹងហើយគេពិតជាចង់ទៅលួចមើលមេរបស់គេហាត់សមរំខ្លាំងមែនតើអ្នកផ្សេងទៀតរួមទាំងអ៊ុនថងអីហ្នឹងគឺចង់ទៅមើលការហាត់សមរំរបស់យានស៊ីខ្លាំងមែនតើមិនដឹងថាយាន
ซีនឹងរំបានស្អាតកម្រិតណាហើយយេនស៊ីនេះវិញកំពុងតែនិយាយទូរស័ព្ទជាមួយនឹងអ្នកគ្រូពេទ្យលីគឺយេនស៊ីបានដឹងថាលោកគ្រូចឹងនឹងតាមពិតទៅគឺជាគ្រូរបស់អ្នកគ្រូពេទ្យលីហ្នឹងប៉ុន្តែអ្នកគ្រូពេទ្យលីបានហៅគ្រូចឹងនឹងថាជាស៊ីនីបានតែសាច់ច្បងចឹងណាពួកអីលោកគ្រូចឹងគាត់ចង់ឲ្យសមាជិករបស់គាត់នឹងនៅក្មេងចឹងណាមិនចង់ឲ្យគេហៅថាលោកគ្រូលោកអីនោះទេហើយលោកគ្រូចឹងគាត់ក៏បានដឹងពីស្ថានភាពជំងឺរបស់យេនស៊ីជាមួយនឹងអឿនថងដែរព្រោះអីគាត់ធ្លាប់បានពិភាក្សាជាមួយនឹងកូនសិស្សរបស់គាត់អ្នកគ្រូពេទ្យលីណាយេនស៊ីដឹងចឹងចង់ឲ្យអ្នកគ្រូពេទ្យលីនឹងជួយបញ្ចុះបញ្ចូលទៅលើរឿងហ្នឹងប៉ុន្តែអ្នកគ្រូពេទ្យលីថាគាត់មិនអាចលូកដៃនៅក្នុងរឿងហ្នឹងបាននោះទេព្រោះអីតែលោកគ្រូចឹងនឹងមិនយល់ព្រមគឺគាត់មិនយល់ព្រមហើយទោះបីជាអ្នកណាទៅវល់គាត់ក៏ដោយបន្ទាប់ពីហ្នឹងមកយើងឃើញថាយេនស៊ីកំពុងតែហាត់រាំជាមួយនឹងអ៊ំមីងមីងនៅខាងក្រៅក្រុមហ៊ុនហ្នឹងអេលីឈើជាមួយយាយជឺវិញក៏កំពុងតែលួចមើលមេរបស់ខ្លួនកំពុងតែហាត់រាំហ្នឹងដែរគាត់លេងមកឃើញពីអ្នកកំពុងតែធ្វើអញ្ចឹងគេក៏ថាបើសិនជាមេរបស់គេហ្នឹងចាប់បានណាពួកគេច្បាស់ជាត្រូវសម្អាតបន្ទប់ទឹកមួយខែគាត់លេងនិយាយដំបូងដូចជាខ្លាចជាមួយនឹងទរណកម្មហ្នឹងណាប៉ុន្តែជាចុងក្រោយមានណាក៏ចូលរួមមើលជាមួយគ្នាដែរហើយយេនស៊ីក៏បានហាត់រាំចាប់ហើយគ្រាន់តែចាប់ភ្លាមអ៊ំមីងមីងហ្នឹងនាំគ្នាសរសើរយេនស៊ីថាយេនស៊ីហ្នឹងប៉ាកែរាំយេនស៊ីនៅក្រុមជាមួយគាត់ច្បាស់ជាពួកគាត់បានចែកចំណេះហើយពួកគាត់ក៏ចង់ណែនាំមិត្តស្រីឲ្យយេនស៊ីដែរបើសិនជាយេនស៊ីនៅ single អញ្ចឹងណាតែដោយសារតែយេនស៊ីបានឃើញអ៊ុនថងមកអញ្ចឹងគេក៏ប្រាប់អ៊ំមីងមីងហ្នឹងណាថាមិត្តស្រីរបស់គេនោះបានមកដល់ហើយអញ្ចឹងយេនស៊ីក៏មករកអ៊ុនថងឲ្យមកដល់ហ្នឹងគេញ៉ាយញងគ្នាបានតែបន្តិចឯងស្រាប់តែ3នាក់ហ្នឹងមកកាត់សង្វាក់ពួកគេគាត់លេងគេមកសួរមេរបស់គេថាការហាត់រាំថ្ងៃហ្នឹងមិនហើយអេលីឈើវិញបែរជារអិលមកថាហូមេរបស់គេទោះជាយ៉ាងណាក៏ដោយក៏ប៉ាកែរាំជាងគេជាងអីចឹងណាអាក្បាច់រាំចុងក្រោយមិញពិតជាអស្ចារ្យខ្លាំងមែនតើតើលីឈើនិយាយចឹងទៅមិនយេនស៊ីចាប់បានថាលីឈើហ្នឹងបានលួចមើលគេរាំមុនហ្នឹងអញ្ចឹងហើយយេនស៊ីក៏កាត់បណ្ណើរបស់លីឈើនៅក្នុងខែក្រោយបន្តមកទៀតក៏ដល់ថ្ងៃដែលពួកគេត្រូវធ្វើការប្រកួតប្រជែងជាមួយគ្នាហើយអ៊ុនថងក៏មកទទួលលោកគ្រូចឹងចេញពីផ្ទះមកនិយាយពីថាសង្ហាខ្លាំងមែនតើក្មេងៗសុំចុះចាញ់ជាមួយនឹងលោកគ្រូចឹងហើយអ៊ុនថងក៏អូសដៃលោកគ្រូចឹងដើម្បីមកចូលរួមការប្រកួតហើយមកដល់ចិត្តដល់កន្លែងគេត្រូវប្រកួតឯណាលោកគ្រូចឹងគាត់ក៏សួរថាកន្លែងហ្នឹងមកធ្វើអីគេអ៊ុនថងគេក៏ថាគឺមកប្រកួតរាំនឹងឯងដល់តែពេលអញ្ចឹងទៅលោកគ្រូចឹងក៏បាននឹកឃើញថាការថ្ងៃហ្នឹងគាត់បានលាក់កដាហ្វមនៅក្រោមសភៅក៏ប៉ុន្តែនៅកន្លែងសភៅហ្នឹងគឺមានកដាហ្វមមួយទៀតគឺជាហ្វមបំពេញចោះឈ្មោះចូលរួមប្រកួតប្រជែងរបស់ប្រពន្ធគាត់ហ្នឹងអញ្ចឹងបានន័យថាគាត់ចង់ប្រកួតប្រជែងអីផ្សេងនោះទេមិនមែនជាការប្រកួតប្រជែងរាំហ្នឹងឯណាលោកគ្រូចឹងគាត់នឹកឃើញចឹងហើយប៉ុន្តែគាត់មិនមែនទទួលស្គាល់ថាហ្នឹងគឺជាកំហុសរបស់គាត់ទេគាត់ថាអ៊ុនថងហ្នឹងគាត់មិននឹកឃើញតែប្រកួតប្រជែងរាំអញ្ចឹងទៅមិនក៏មិនសួរនាំគាត់ផងអ៊ុនថងគេថាវិញឲ្យសួរនាំអីគេទៅបើលោកគ្រូចឹងហ្នឹងមើលទៅចម្លែករហូតហ្នឹងគេមិនទៅដឹងហើយយើងក៏ចាំមើលថាលោកគ្រូចឹងហ្នឹងគាត់នឹងចាប់ផ្ដើមការប្រកួតម្ដងទៀតជាមួយនឹងយេនស៊ីឬមួយក៏អត់ព្រោះឥឡូវហ្នឹងពួកគេមករកយេនស៊ីសិនយេនស៊ីគេកំពុងតែធ្វើការប្រកួតប្រជែងនៅលើឆាកហ្នឹងលោកគ្រូចឹងគាត់ឃើញចឹងហើយសង្ស័យតែគាត់ផ្លាស់ប្ដូរចិត្តកំណត់របស់គាត់ព្រោះអីមើលទៅ CEO មួយទាំងមូលឲ្យមករំនៅទីធ្លាសាធារណៈអញ្ចឹងតែដល់ពេលដែលយេនស៊ីបានរំចាប់អីហើយចង់មកជួបជាមួយនឹងលោកគ្រូចឹងទៅយេនស៊ីបានដឹងការពិតហើយលោកគ្រូចឹងហ្នឹងគាត់ពិតជាបានផ្លាស់ប្ដូរចិត្តកំណត់មែនគឺគាត់បានបបួលឲ្យអ៊ុនថងនឹងយេនស៊ីហ្នឹងទៅជាមួយគាត់ពេលត្រឡប់មកដល់ផ្ទះរបស់គាត់វិញគឺគាត់បានដកហូតទូរស័ព្ទរបស់គាត់ហ្នឹងដើម្បី log in ចូលហ្គេមនៅក្នុងទូរស័ព្ទមួយហ្នឹងអ៊ុនថងគ្រាន់តែលើសំឡេងហ្គេមហ្នឹងគឺអ៊ុនថងស្គាល់ថាជាហ្គេមអីអញ្ចឹងតាំងពីដើមមកគឺថាលោកគ្រូចឹងគាត់ចង់ប្រកួតប្រជែងលេងហ្គេមជាមួយគ្នានោះទេអ៊ុនថងគេចេះលេងហ្គេមមួយហ្នឹងដែរដូច្នោះហើយអ៊ុនថងក៏លេងជាមួយនឹងលោកគ្រូចឹងហើយការលេងរបស់ពួកគេមើលទៅដូចជាស្វិតស្វាញខ្លាំងមែនតើចុចចង់បាយទូរស័ព្ទហើយមិនដឹងថាអ្នកណាឈ្នះអ្នកណាចាញ់នឹងទេប៉ុន្តែឥឡូវហ្នឹងយើងមិនដឹងលទ្ធផលម្ដងយេនស៊ីមកចូលរួមនៅក្នុងអង្គប្រជុំរបស់ពួកគេយេនស៊ីបានផ្ញើ file ឲ្យជាដំណឹងល្អគឺលោកគ្រូចឹងហ្នឹងបានយកព្រមចុះកិច្ចសន្យាសហការនៅក្នុងក្រុមហ៊ុនរបស់ពួកគេបន្ទាប់ពីហ្នឹងមកទៀតយេនស៊ីក៏ត្រឡប់មក office របស់គេវិញតែពេលហ្នឹងមែនស៊ូនៅក្នុងបន្ទប់របស់គេកំពុងតែរៀបចំផ្កាយ៉ាងស្រស់ស្អាតដាក់នៅក្នុងបន្ទប់ហ្នឹងតែយេនស៊ីមិនយល់មុខតតែសោះបានប្រាប់ឲ្យម៉ាន់ស៊ូហ្នឹងយកផ្កាហ្នឹងចេញទៅវិញទៅគឺគេមិនចូលចិត្តទេមិនត្រឹមតែអញ្ចឹងយេនស៊ីថែមទាំងផ្ដាំម៉ាន់ស៊ូទៀតគឺពំនាំពាក្យសម្ដីរបស់គេណាថាពេលដែលគេមិននៅគឺមិនអនុញ្ញាតឲ្យនរណាគេចូលបន្ទប់គេផ្ដេសផ្ដាស់ឡើយម៉ាន់ស៊ូពិតជាស្ពឹកមុខខ្លាំងមែនតើអាយប់ផ្កាឲ្យគេឲ្យគេមិនចូលចិត្តហើយថែមទាំងដាក់ច្បាប់បំរាមទៀតក្នុងការជោគជ័យទៅលើការងាររបស់ពួកគេហ្នឹងអ៊ុនថងជាមួយនឹងមិត្តភក្តិគេពីរនាក់ហ្នឹងក៏មកញ៉ាំអាហាររួមតុជាមួយគ្នាពួកគេក៏ជជែកគ្នាពីនេះពីនោះចឹងណានិយាយពីតំណែងស្នេហាបែបរ៉ូមែនទិកផងអីផងចឹងទៅអីតំណែងការតុកគឺត្រូវតែការតុកហើយគឺម៉ែនស៊ូហ្នឹងឯងមកអង្គុយញ៉ាំស្រាតែម្នាក់ឯងប៉ុន្តែពេលហ្នឹងឈឺចូលក៏មកញ៉ាំស្រានៅបានមកកន្លែងហ្នឹងដែរបច្ច័យដល់ហ្នឹងបានជួបជាមួយនឹងម៉ែនស៊ូញ៉ាំស្រាឲ្យច្រើនខ្លាំងមែនតើហើយអ្នកដែលអាចជួយរំលែកទុក្ខរបស់ម៉ែនស៊ូបានគឺមានតែឈឺចូលហ្នឹងម៉ែនស៊ូបានរអ៊ូដាក់ឈឺចូលជាច្រើនគឺថាយេនស៊ីហ្នឹងអត់ចាប់អារម្មណ៍លើគេទេគឺក្នុងចិត្តរបស់យេនស៊ីហ្នឹងមានតែអ៊ុនថងអស់ពីនិយាយប្រាប់ឈឺចូលហើយម៉ែនស៊ូចាប់ផ្ដើមយកបង្កឈឺចូលហ្នឹងឲ្យជួយយកអ៊ុនថងចេញពីយេនស៊ីទៅគេសុំវល់ចឹងណាយើងអត់ទាន់ដឹងថាឈឺចូលនឹងគិតបែបណានោះទេតែឈឺចូលនឹងយកអ៊ុនថងចេញពីយេនស៊ីឬមួយក៏អត់ហើយអ៊ុនថងយើងវិញកំពុងតែចុចទូរស័ព្ទមើលទៅញ៉ាំដឹងថាមានរឿងអីនោះទេតែយេនស៊ីមកដល់គេបានលាក់ទូរស័ព្ទមិនឲ្យយេនស៊ីបានឃើញតែយេនស៊ីមិនទាន់បានចាប់អារម្មណ៍យេនស៊ីមានអី surprise ឲ្យអ៊ុនថងមើលហើយ surprise
មួយហ្នឹងគឺជាសប្បុរសអញ្ជើញដែលអឿនថងត្រូវបានគេជ្រើសរើសឲ្យចូលរួមប្រកួតតន្ត្រីករហើយអឿនថង surprise មែនតើព្រោះអីគេមិនបាន submit វីដេអូលេងតន្ត្រីកររបស់គេឲ្យទៅខាងក្រុមហ៊ុនទេការពិតទៅការដែលអឿនថងមានវីដេអូ submit ឲ្យទៅខាងក្រុមហ៊ុនប្រឡងប្រកួតប្រជែងរបស់គេហ្នឹងដោយសារតែអឿនថងលេង solo ឲ្យយានស៊ីស្ដាប់លើកមុនហ្នឹងយានស៊ីបានបង្កប់កាមេរ៉ារបស់គេហ្នឹងនៅក្នុងឡានដល់ពេលហើយទៅយានស៊ីមានវីដេអូមួយហ្នឹងដើម្បីធ្វើការ submit ឲ្យអឿនថងគេទទួលជ្រាបរឿងហ្នឹងហើយគេសប្បាយចិត្តណាស់ព្រោះអីគេត្រូវបាន select ឲ្យទៅប្រកួតប្រជែងប៉ុន្តែគេក៏មានអីឲ្យយានស៊ីវិញដែរតែប៉ុន្តែគឺជាវីដេអូដែលគេបានថតពេលដែលយានស៊ីបានរាំហ្នឹងយានស៊ីសុំយកវីដេអូហ្នឹងវិញប៉ុន្តែអឿនថងគេមិនឲ្យនោះទេគេថាទុកគម្រាមយានស៊ីនៅពេលដែលយានស៊ីធ្វើឲ្យគេខឹងគឺគេនឹងបង្ហោះលើអ៊ីនធឺណិតយានស៊ីគេចែកចង់បានវីដេអូហ្នឹងហើយអឿនថងគឺគេមិនឲ្យនោះទេតែចុងក្រោយបើជាត្រូវយានស៊ីថាមួយទៅវិញព្រោះអីយានស៊ីថាចាបើសិនជាមិនប្រកួតវីដេអូហ្នឹងឲ្យគេនោះទេគឺផ្លាស់ប្ដូរជាមួយនឹងការថាបហ្នឹងទៅចោលអឿនថងវិញគេឡើងផ្លឹកបាត់ស្មារតីហ្មងគឺដោយសារតែពួកគេបានថាបគ្នាមុនហ្នឹងហើយពួកគេអត់ទាន់ងុយគេទេដើម្បីឲ្យអស់ចម្ងល់របស់អឿនថងយានស៊ីក៏បន្តថាបអឿនថងទៀតហើយថាបលើហ្នឹងមិនមែនថាបតែមួយផ្លែទេគឺថាបយូរហ្មងមិនដឹងថាការថាបមួយហ្នឹងធ្វើឲ្យពួកគេបានកេងលក់ទៀតអត់ទេដោយសារតែសាយរឿងនៅក្នុងភាគហ្នឹងរបស់យើងស្លេះតែប៉ុណ្្នឹងហើយអញ្ចឹងចាំជួបគ្នាជាមួយ admin ម្ដងទៀតនៅក្នុងភាគក្រោយទាំងអស់គ្នាណាអរគុណច្រើនជម្រាបលាបាយបាយ